ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតថ្វាយសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាយាងថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំងវេលាព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026ដើម្បីចម្រើនព្រះពុទ្ធជ័យមង្គលថ្វាយព្រះសព្វសាធុការពរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះចៅក្រុងកម្ពុជាធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីបានថ្វាយកន្ត្រកផ្កាចំនួន2កន្ត្រកដើម្បីចម្រើននូវសិរីសួស្តីព្រះបរមសុខព្រះជន្មវស្សាយឺនយូរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យស្ដេចយាងថ្វាយសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីមានត្រៃចំនួន1កញ្ចប់និងបវរណាចតុបច្ច័យចំនួន1លានរៀលផងដែរក្នុងឱកាសដ៏ប្រពៃនេះសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាបានស្វាធ្យាយយន្តោពុទ្ធជ័យមង្គលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតสุภะปะตังสุโหติตังสุภะโลสุโหโตจะสุขิตังบรามจาริสุปะดะทินังกายกรรมังวาจากรรมังปะดะทินังปะดะทินังมโนกรรมังปะดิทิเตปะดะทินังปะดะทินานิกัตวานะกัปพันตันเทปะดะทิเนសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសពព្រះតីយាងទូលថ្វាយអំពីសេចក្តីនឹករលឹកដ៏ខ្ពង់ខ្ពស់ទូលសាកសួរអំពីព្រះរាជសុខភាពនិងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតថ្វាយសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបានចូលក្រាបថ្វាយបង្គំគាល់នាឱកាសដ៏ថ្លៃថ្លានេះសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសូមថ្វាយព្រះសព្វសាធុការពរថ្វាយព្រះករុណាព្រះមហាក្សត្របន្ទាប់ពីព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងទទួលបាននៅមហាជោគជ័យដ៏ត្រចះត្រចង់ក្នុងការព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតព្រះអង្គតែងមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រព្រោះថាព្រះរាជសុខភាពរបស់ព្រះអង្គមានតម្លៃដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏វិសេសវិសាលនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យរីករាយឥតឧបមានិងថ្លែងអំណរព្រះរាជគុណចំពោះសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាដែលបានយាងចូលថ្វាយបង្គំគាល់និងទូលសាកសួរអំពីព្រះរាជសុខភាពរបស់ព្រះអង្គមានព្រះរាជអង្គការនាឱកាសនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានទូលថ្វាយអំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់អំពីព្រះរាជសុខភាពព្រះអង្គពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំគ្រប់រូបនិងប្រជារាស្ត្រកម្ពុជាជាបងប្អូនកូនចៅរបស់ព្រះអង្គក្នុងអំឡុងពេលដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង
ព្រះអង្គគង់សម្រាប់ព្យាបាលនៅរដ្ឋធានីប៉េកាំងព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យទូលថ្វាយផងដែរអំពីការរៀបចំទំនប់បំរុងដោយខ្ជាប់ខ្ជួនសពបែបយ៉ាងរបស់វិជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យជំនាញពោពេញដោយបទពិសោធន៍យ៉ាងច្រើននៃមន្ទីរពេទ្យប៉េកាំងពិនិត្យព្យាបាលព្រះរាជសុខភាពយ៉ាងយកចិត្តទុកដាក់និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតអស់រយៈពេលជាង4ខែកន្លងមកនេះព្រះរាជសុខភាពរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានភាពល្អប្រសើរឡើងវិញជាលំដាប់ក្នុងឱកាសដ៏ប្រពៃនេះសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយព្រះរាជសព្ទសាធុការពរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តីជ័យមង្គលនិងព្រះពុទ្ធពរទាំងឡាយ4ប្រការកុំបីឃ្លៀងឃ្លាតដើម្បីព្រះអង្គគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ